គួរតែបញ្ជាទាហានឲ្យទៅព្រំដែនសម្រាប់ឈិញហ្វុងហើយគួរតែឲ្យព្រះអង្គរៀបអភិសេកឲ្យបានឆាប់អ្វីដែលអាចធ្វើបានគឺមានតែវិធីនេះតែប៉ុណ្ណោះព្រះមេម្ចាស់បៃម៉ាងនឹងដាស៊ីងរស់នៅមានសន្តិភាពនាងគួរតែបាត់បង់របស់នាងទៅហើយយ៉ាព្រះនាងម្ចាស់គិតថាពួកយើងនេះធ្វើដើម្បីប្រយោជន៍តខ្លួនមែនទេហ៎ប្រសិនបើព្រះនាងមិនព្រមសម្រេចចិត្តបែបនេះទេពួកយើងច្បាស់ជាគ្រប់គ្រងជាមួយនឹងស្ដេចថ្មីមិនខាននោះទេប៉ុន្តែរឿងមួយព្រះបិតារបស់យើងគឺជាព្រះអង្គម្ចាស់សិនណាតគួរតែស័ក្តិសមធ្វើជាស្ដេចព្រះអង្គម្ចាស់ត្រូវហើយអ្នកដែលអាចស័ក្តិសមនោះគឺជាព្រះអង្គម្ចាស់ចិនណាននឹងហើយទូបង្គំគ្រប់គ្រងពួកយើងទាំងអស់គ្នាគ្រប់គ្រងពួកឯងទាំងអស់គ្នានេះក្បត់ហើយតែកញ្ចាស់យើងជ្រិញមុខពេលឯងយូរណាស់ហើយការភ្នាល់នេះមិនតាន់បញ្ចប់នៅឡើយទេចាំមើលរហូតដល់ចេញលទ្ធផលសិនព្រះនាងពិតជារឿងរាវណាស់ជឿទេថាទូបង្គំអាចរួមគ្នាច្រើននិងសម្លាប់ព្រះនាងពេលឥឡូវនេះភ្លាមនោះហ៎ទង្វើដែលមិនជេរអៀនខ្មាស់វាគ្មានអីគួរចម្លែកទេចាំមើលតែព្រះអង្គឈ្នះពួកឯងត្រូវទៅដកតំណែងចេញអាចង្រៃបដិបដាតាទ័ពរបស់យើងចំនួន50ម៉ឺននាក់ហើយបែរទៅជាចាញ់ដោយសារតែទ័ពប្រមាណ20ម៉ឺននាក់ទៅវិញបកស្រាយមកពេកអានេះព្រះអង្គម្ចាស់អត់មុនដំបូងទ័ពរបស់វាពិតជាខ្សោយមែនហើយដល់ពេលសុកស្រាប់តែអន្ទះខ្ទប់វាចូលមកស្រាប់តែខ្លាំងហ្មងឯងថាម៉េចមានគេខ្លាចជាឯងទៅទៀតយើងជឿឯងម្ដងទៀតចុះឯងឆាប់យកកងទ័ពរបស់យើងទៅច្បាំងធ្វើម៉េចឲ្យឈ្នះក្រាបថ្វាយបង្គំព្រះអង្គស្ដេចនគរដាស៊ីងហើយនឹងឈិញហ្វុងបាននាំកងទ័ពជាច្រើនចូលក្នុងទីក្រុងហើយធ្វើយ៉ាងម៉េចទៅចាញ់យើងកាប់ឯងតិចតិចព្រោះខ្លាចឯងយំមិននឹកស្មានថាឯងមកអុកលុកដល់កន្លែងយើងសោះពេលនេះត្រូវធ្វើអ្វីទៅឯងឆាប់ផ្ដល់យោបល់មកកុំតន់អាស្លន់ស្លោមវិញវ៉ាន់ស្អីចាំទូមង្គមសមាធិដាស់បារមីផ្លូវក្នុង3សកុនមកឲ្យទាំងអស់ច្បាស់ជាឈ្នះមិនខានទេជ័យហ្វោកយើងគិតថាឯងគួរតែដកទ័ពរបស់ឯងទៅថាម៉េចអាឈឹមនេះឯងមិនមើលទេថាដៃរបស់យើងកំពុងតែកាន់អ្វីសាក់ទេណែព្រះអង្គតាមទទួលបង្គំគិតកំភ្លើងរបស់វាច្បាស់ជាអស់គ្រាប់ហើយគួរតែធ្វើអ្វីបន្តទូបង្គំគិតថាគួរតែចាប់ស្ដេចមុនយើងបញ្ជូនធាតុកោឲ្យសម្លាប់ព្រះអង្គម្ចាស់ទៅយ៉ាងម៉េចដែរគំនិតថោកទាបតែល្អសម្រាប់យើងធ្វើតាមឯងទៅចោះហ្វយយីឯងប្រើជំនាញរបស់ឯងទៅកំចាប់ស្ដេចដោយបាត់កណោះថ្លៃសេហិអ្នកដែលឆ្លៀនធៀននគរបៃម៉ាត្រូវតែស្លាប់ណាឯងល្វែលម៉ាណាមកនិយាយមួយយើងហ្នឹងសូម្បីតែស្ដេចរបស់ឯងយើងមិនចង់លូកមាត់ចូលផងលោកជីក៏មើលងាយសមត្ថភាពរបស់គេម្នាក់នេះមានសមត្ថភាពណាស់នៅក្នុងនគរបៃម៉ារហ័សសំនៀមអ្នកក្លាហានពពកផ្សែងពពកហើយនឹងផ្សែងមែនទេចាំយើងសម្លាប់វាជុំថាម៉េចអាវុធរបស់លោកប្រូជីមិនអាចបាញ់ត្រូវវាទេម្នាក់នេះពិតជាអស្ចារ្យពេកហើយពួកឯងចង់សម្លាប់យើងផងទៅមិនរួចទេអាវ៉ាហើយយ៉ាសម្ដីថ្លោះគ្រាន់បើព្រះអង្គម្ចាស់មើលចុះម្ដងនេះយើងច្បាស់ជាឈ្នះមិនខានឲ្យតែមានហ្វៃយីអត់ពេលនេះស្ដេចនគរដាស៊ីងច្បាស់ជាចប់មិនខានទេទីបំផុតនៅក្រោមដៃរបស់យើងលើល្បីថាលោកឈិញពិតជាប្រកែកមែនតែដល់ពេលជួបផ្ទាល់កាក់ខ្លាំងណាស់នៅមានព្រះអង្គម្ចាស់ទៀតយើងនឹងបំបែកសាកសពទាំង5របស់នាងព្រះអង្គម្ចាស់អន្ត្រីហងវាបរោះព្រះអង្គឲ្យប្រមេម្ចាស់ឈិញហ្វុងធ្វើយ៉ាងម៉េចទេព្រះអង្គម្ចាស់កុំព្រួយបារម្ភអីសាយូលើកអាបេមកបាញ់ទៅចាអ្នកប្រោះក្រៃតែឈ្នះពិតជាមិនជឿមែនសេនាចំណិតព្រះអង្គម្ចាស់បៃម៉ាត្រូវងាប់ដោយសារតែរបស់មួយនេះខ្លាំងយ៉ាងណាទីបញ្ចប់ក៏ត្រូវតែងាប់ដែរលោកពិតជាប្រកែកអស្ចារ្យណាស់អាចងឯងថាឯងអាចធ្វើបានមែនទេឯងដេកបានជិះពេលនេះចាញ់ព្រះអង្គអាណាតែដឹងថាវាខ្សោយយ៉ាងនេះគ្រាន់តែមកគ្រាប់សោះក៏អេតិបេសោបាត់តែហើយនំទូបង្គំកុំដឹងថាត្រូវធ្វើយ៉ាងម៉េចដែរអញ្ចឹងយើងសុំបញ្ជាក្បាលឯងទៅចាប់ចែកវាទៅបានបាត់ចុកទេយើងនឹងបហាជីវិតឯងឥឡូវឆាប់ទៅសម្រាប់វាទៅមកទៅប្រកាច់